ជឿជាក់ជ្រះថ្លាក្នុងផ្លូវនិព្វានលោកកាយក្នុងផ្លូវនិព្វានលោកងាយក្នុងផ្លូវនិព្វានលោកជំទាវម៉ែនភាំងក្តីលោកកាយជាម្ដាយគំរូ លោកចេះកាត់គោលោកកាយរំលែកសន្ធាប្រមូលកូនចៅពួកញាតិជុំគ្នាឆ្លងបន់